ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចារាត្រីនេះយើងនឹងមកជួបគ្នាចាជាមួយនឹង Channel YouTube របស់នាងខ្ញុំចាដែលនាងខ្ញុំនឹងអានសៀវភៅគ្រប់គ្រងខ្លួនឯងចាដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធ Peter Drucker ប្រែសម្រួលដោយលោក Lam Lim ចាយើងអានដល់អត្ថបទទី6ដែលមានចំណងជើងថាទទួលខុសត្រូវចំពោះទំនាក់ទំនងចាពីម្សិលយើងអានបានមួយចំនួនហើយអញ្ចឹងរាត្រីនេះយើងនឹងអានបន្តទៀតចានៅក្នុងក្រុមហ៊ុនផលិតរថយន្ត General Motor មានអ្នកគ្រប់គ្រងវ័យក្មេងប្រកបដោយទេពកោសល្យចំនួន3រូបចាប៉ុន្តែដោយសារអ្នកគ្រប់គ្រងវ័យក្មេងទាំង3រូបនេះមិនបានយល់អំពីនិស្ស័យការងាររបស់នាយកប្រណិប័ត Alfred Sloan ទើបមិនមានឱកាសបានឡើងទៅកាន់តំណែងដឹកនាំកំពូលចាអ្នកគ្រប់គ្រងវ័យក្មេងទាំង3រូបនេះមិនបានដឹងថាការដាក់ស្នើរបាយការណ៍សរសេរឬការពិភាក្សាណាមួយជាមួយនឹងនាយកប្រតិបត្តិរបស់ខ្លួនគឺគ្មានប្រយោជន៍អ្វីឡើយត្បិតបើនាយកប្រតិបត្តិរបស់ខ្លួនមិនទាន់បានពិនិត្យមើលតួលេខជាមុនសិនទេចាជាក់ស្ដែងអ្នកគ្រប់គ្រងវ័យក្មេងទាំង3រូបនេះបានចូលទៅក្នុងបន្ទប់ការិយាល័យរបស់លោកនាយកប្រតិបត្តិ Alfred Sloan ដើម្បីដាក់របាយការណ៍ជូនពិនិត្យតែបែរជាមិនបានភ្ជាប់តួលេខទៅជាមួយឡើយចាដោយសារតែហេតុការណ៍នេះហើយទើបអ្នកគ្រប់គ្រងវ័យក្មេងទាំង3រូបនេះធ្វើឲ្យលោក Alfred Sloan បាត់បង់ទំនុកចិត្តដោយបានរៀបរាប់ខាងលើអ្នកដែលពូកែអានមិនអាចคล้ายជាអ្នកស្ដាប់ល្អបានទេហើយអ្នកដែលពូកែស្ដាប់មិនអាចคล้ายជាអ្នកអានដ៏ល្អបានដូចគ្នាទោះបីជាយ៉ាងណាមនុស្សគ្រប់រូបអាចរៀនពីរបៀបទំនាក់ទំនងដោយផ្ទាល់មាត់ឬរៀនសរសេររបាយការណ៍ប្រកបដោយប្រសិទ្ធភាពបានចា៎ភារកិច្ចសំខាន់មួយរបស់អ្នកក្រោមបង្គាប់គឺជួយសម្រួលដល់ការងាររបស់ចៅហ្វាយនាយឲ្យមានប្រសិទ្ធភាពដូច្នេះអ្នកក្រោមបង្គាប់ចាំបាច់ត្រូវស្វែងយល់ពីចៅហ្វាយនាយរបស់ខ្លួនតាមរយៈការសួរសំណួរដូចជាតើចៅហ្វាយនាយមានចំណុចខ្លាំងអ្វីខ្លះចាតើរបៀបធ្វើការឬរបៀបសម្រេចលទ្ធផលការងាររបស់ចៅហ្វាយនាយយ៉ាងណាចាតើគុណតម្លៃរបស់ចៅហ្វាយនាយគឺជាអ្វីស្រដៀងគ្នាវិធីសាស្ត្របែបនេះអាចអនុវត្តបានចំពោះមិត្តរួមការងារដូចគ្នាមិត្តរួមការងារម្នាក់មានរបៀបធ្វើការផ្ទាល់ខ្លួនហើយមិត្តរួមការងារម្នាក់មានសិទ្ធិធ្វើការងារតាមវិធីសាស្ត្រខ្លួនចាតាមវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ខ្លួនឯងហើយបើមិនមែនតាមរបៀបរបស់យើងទេអ្វីដែលសំខាន់គឺថាតើមិត្តរួមការងារម្នាក់អាចបំពេញការងារបានល្អមានប្រសិទ្ធភាពឬអត់ចានឹងតើអ្វីជាគុណតម្លៃដែលមិត្តរួមការងារម្នាក់បានបានពំនាំមកចាមនុស្សម្នាក់មានរបៀបធ្វើការផ្សេងគ្នាចាដូច្នេះគន្លឹះទី1នឹងក្នុងការសម្រេចបានលទ្ធផលរួមគឺត្រូវយល់ដឹងពីបុគ្គលដែលធ្វើការជាមួយយើងឬបុគ្គលដែលយើងត្រូវពឹងពាក់ទំនាក់ទំនងពលត្រូវធ្វើយ៉ាងណាអាចឲ្យយើងអាចប្រើប្រាស់ចំណុចខ្លាំងរបស់បុគ្គលម្នាក់ដឹងពីរបៀបធ្វើការរបស់បុគ្គលម្នាក់ចានិងស្គាល់គុណតម្លៃរបស់បុគ្គលម្នាក់ពំនាំមកចាពំនាំមកចាទំនាក់ទំនងការងារគឺផ្អែកទាំងស្រុងលើការងារហើយផ្នែកទាំងស្រុងលើមនុស្សដូចគ្នាចាឥឡូវនេះយើងចូលដល់ចំណុចទី2នៃអត្ថបទទី6ចាទទួលខុសត្រូវលើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពគន្លឹះសំខាន់ទី2ដែលយើងត្រូវធ្វើគឺទទួលខុសត្រូវលើទំនាក់ទំនងបន្ទាប់ពីបានពិចារណាដោយប្រុងប្រយ័ត្នអំពីចំណុចខ្លាំងរបៀបធ្វើការនិងគុណតម្លៃផ្ទាល់ខ្លួនជាពិសេសគឺការចូលរួមចំណែក
ដែលត្រូវពំនាំមកគឺត្រូវសួរខ្លួនឯងបន្តទៀតថាតើអ្នកណាខ្លះដែលចាំបាច់ត្រូវដឹងពីចំណុចទាំងអស់នេះចាតើខ្ញុំពឹងពាក់តាក់ទងអ្នកណាខ្លះក្នុងការងារតើអ្នកណាខ្លះដែលពឹងពាក់តាក់ទងខ្ញុំបន្ទាប់មកត្រូវជូនដំណឹងដល់បុគ្គលទាំងនោះអំពីខ្លឹមសារខាងលើហើយប្រើប្រាស់វិធីទំនាក់ទំនងដែលសមស្របនឹងរបៀបទទួលព័ត៌មានរបស់បុគ្គលម្នាក់ចាអត្ថបទទី6នេះនាងខ្ញុំអានដល់ត្រង់នេះក៏សូម/សិនដែរបងប្អូនចានៅរាត្រីថ្ងៃស្អែកយើងនឹងមកជួបគ្នាបន្តទៀតនៅអត្ថបទទី6ចារាត្រីនេះដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងនិងសំឡេងរំខាននានាក៏ដូចជាការអានមិនច្បាស់មិនគ្រប់គ្រាន់ក្នុងការស្ដាប់របស់បងប្អូនចាអញ្ចឹងរាត្រីនេះនាងខ្ញុំសូមអរគុណជួបគ្នានារាត្រីថ្ងៃស្អែកជម្រាបលាបាយបាយ